ពីថ្ងៃទី28ខែឧសភាឆ្នាំ2025មកដល់ថ្ងៃទី28ខែឧសភាឆ្នាំ2026នេះគឺរយៈពេល1ឆ្នាំគត់ដែលថៃបានបាញ់ប្រហារលើវីរៈកងទ័ពកម្ពុជាលោកសួនរោនក្នុងលេនដ្ឋានក្នុងទឹកដីខ្មែរនៅតំបន់មុំ3ខេត្តព្រះវិហារដែលឈានបង្កឲ្យមានការប្រយុទ្ធគ្នាខ្លាំងក្លាចំនួន2លើកក្នុងឆ្នាំ2025ព្រឹត្តិការណ៍នេះបណ្ឌិតកិនភាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងបណ្ឌិតជ័យតិចអ្នកជំនាញកិច្ចការអន្តរជាតិបានសរសេរសំណេរលើទំព័រ Facebook របស់លោករំលឹកកូនខ្មែរឲ្យចងចាំប្រវត្តិសាស្ត្រឈ្លានពានការឈឺចាប់ព្រមទាំងពង្រឹងសាមគ្គីភាពចេះស្រឡាញ់គ្នាជួយគ្នានិងគាំទ្រផលិតផលជាតិឲ្យបានច្រើនលោកបណ្ឌិតកិនភាបានសរសេរសំណេរនៅថ្ងៃទី28នេះថាព្រឹត្តិការណ៍សោកសៅនេះគឺជាដំបៅប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលប្រជាជាតិខ្មែរត្រូវតែរួមគ្នាចងចាំនិងភ្ញាក់រលឹកជានិច្ចលោកបន្ថែមទៀតថាសកម្មភាពឈ្លានពានរបស់សត្រូវតាមរយៈការរំលោភបំពានបទឈបាញ់ការដាក់កុងតឺន័រការរាយលួចបន្លាបិទគប់ផ្ទះសម្បែងនិងស្រែចម្ការការបង្កវិបត្តិមនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលខ្មែរជាងកន្លះលាននាក់ត្រូវភៀសខ្លួននិងការប្រើវោហារសាស្ត្រក្រអឺតក្រទមបែបរដ្ឋទំនើងរបស់លោកអនុទិននាយករដ្ឋមន្ត្រីថៃគឺជាការអនុវត្តយុទ្ធសាស្ត្របង្កើតអង្គហេតុជាក់ស្ដែងនៅលើដីក្នុងបំណងលេបត្របាក់ទឹកដីកម្ពុជាទាំងបំពេញចំពោះការឈ្លានពានល្បិចកិច្ចកលដែលថៃបានធ្វើមកលើកម្ពុជាលោកបណ្ឌិតកិនភាបានផ្ដាំទៅកូនខ្មែរគ្រប់រូបថាត្រូវតែរួបរวมគ្នាពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងប្រទេសឲ្យរឹងមាំដើម្បីការពារជាតិមាតុភូមិជាមួយគ្នានេះក៏ត្រូវគាំទ្រជំហររបស់រាជរដ្ឋាភិបាលដែលប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិនិងដំណោះស្រាយដោយសន្តិវិធីកូនខ្មែរត្រូវចូលរួមតស៊ូលើសមរភូមិព័ត៌មានប្រឆាំងអំពើពុករលួយនិងរួមគ្នាពហិការផលិតផលពីប្រទេសឈ្លានពានដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាឲ្យស្ថិតស្ថេររយៈពេល1ឆ្នាំដែលថៃឈ្លានពានកម្ពុជាលោកបណ្ឌិតជ័យតិចបានលើកឡើងថាថ្ងៃនេះគម្រប់ខួប1ឆ្នាំដែលថៃបើកការឈ្លានពានលើកម្ពុជាថ្នាក់ដឹកនាំអ្នកនយោបាយនិងប្រជាជនទាំងអស់បានភ្ញាក់ខ្លួនបានពង្រឹងសាមគ្គីភាពស្រឡាញ់គ្នាជួយគ្នាសន្តោសប្រណីគ្នាបង្កើនមនសិការជាតិបង្កើនការផលិតការគាំទ្រផលិតផលក្នុងស្រុកកំចាត់ចោលអាជីវកម្មខ្មៅប្រផេះនិងអ្នកពាក់ព័ន្ធពង្រឹងវិស័យយោធានិងកំណែទម្រង់លក្ខនឹងលក្ខសូមជម្រាបថាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅភាគីថៃបានបាញ់មកលើលោកសួនរោនដែលកំពុងបំពេញតួនាទីការពារព្រំដែននៅតំបន់មុំ3ខេត្តព្រះវិហារក្រោយមកក៏ឈានដល់ការមានភាពតានតឹងផ្នែកការទូតសង្គ្រាមពាណិជ្ជកម្មដែលនាំឲ្យមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឲ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025ថៃបានបាញ់ប្រហារមកកម្ពុជាប្រដាប់ដោយអាវុធទំនើបធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋកម្